ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាខ្ញុំបានមកមុខហូបថ្មីហើយថ្ងៃនេះបានទៅលេងផ្ទះម៉ែពេលចូលឆ្នាំណាបងប្អូនលេងផ្ទះម៉ែទៅក៏ធ្វើម្ហូបញ៉ាំជុំគ្នាអញ្ចឹងណាបងប្អូនហើយម្ហូបពិសេសថ្ងៃនេះគឺថាយើងបានឆាឆ្អឹងគនីគោជាមួយក្រងបងប្អូនខ្លះប្លែកយ៉ាងមែនទេហើយគឺថាប្លែកមែនហ្នឹងសម្រាប់ខ្ញុំថាឆ្ងាញ់បងប្អូនហើយថ្ងៃនេះចុងភៅដែរគឺគាត់ចូលទៅក្រានហើយនិយាយទៅចុងភៅដែរនេះគឺថាចេះគ្រប់មុខតែម្ដងបងប្អូនហើយគាត់ប្រុសហើយតែគាត់ចេះច្រើនយើងស្រីទៀតណាហើយរបៀបឆាហ្នឹងខ្ញុំចាប់ផ្ដើមលម្អិតឲ្យបងប្អូនដឹងហើយទី1យើងឆាសាច់គោយើងជាមួយក្រងហ្នឹងយើងស្រុះសាច់គោសិនណាបងប្អូនស្រុះវាឲ្យបាត់ក្លិនឲ្យបាត់អីសិនណាចាំយើងយកមកឆាហើយគ្រឿងឆាហ្នឹងមានដូចជាគល់ស្លឹកគ្រៃយើងហាន់វាស្ដើងមកបងប្អូនយើងហាន់វាស្ដើងជាមួយខ្ទឹមសរបស់យើងដើម្បីយកវាទៅបំពងជាមួយប្រេងឆាយើងបំពងវាឈ្ងុយបន្ទាប់មកចាំយើងដាក់ឆ្អឹងជំនីគោយើងដែលយើងបានស្រុះរួចហ្នឹងដាក់ចូលឆាជាមួយគ្នាហើយក្នុងនោះដែរយើងបងគ្រឿងគ្រូចូលតែម្ដងបងប្អូនហើយគ្រឿងគ្រូរបស់យើងហ្នឹងមានដូចធម្មតាមានរ៉ូឌីមានស្ករប៊ីចេងប្រេងខ្យងអីចឹងណាបងប្អូនហើយសម្រាប់ស្ករយើងប្រើស្ករត្នោតគឺឆ្ងាញ់ពិសេសខ្ញុំតែម្ដងបងប្អូនហើយក្រងក៏ដូចគ្នាដែរគឺថាអត់អាចខ្វះបានទេយើងត្រូវតែមានក្រងដោយសារដាក់ក្រងរសជាតិវាឆ្ងាញ់ណាបងប្អូនអើយជូរប្រៃផ្អែមអញ្ចឹងណាឆ្ងាញ់ឆាក្រងឆ្អឹងជំនីគោបងប្អូនឆ្ងាញ់មែនតើហើយយើងចាប់ផ្ដើមឃើញថាឆ្អឹងជំនីគោរបស់យើងនឹងបានឆាឆ្អិនតិចហើយយើងដាក់ក្រងយើងចូលបងប្អូនហើយគ្រឿងគ្រើដែលយើងដាក់ពីលើហ្នឹងមានស្លឹកខ្ទឹមមានម្ទេសអីចឹងមកគាត់ចេះជ្រីកម្ទេសជាម៉ូតអីបន្តិចណាមិនធម្មតាឯងបងប្អូនដូចយើងដាក់ក្នុងហាងដែរណាគាត់ជ្រីកម្ទេសជាធ្វើជាម៉ូតអីចឹងមកហើយខ្ទឹមស្លឹកខ្ទឹមយើងហ្នឹងគឺថាយើងដាក់រោយវាពីលើហើយគឺម្ទេសមួយផ្នែកទៀតហ្នឹងគឺថាយើងហាន់វាស្ដើងយើងយកវាទៅត្រាំទឹកដើម្បីឲ្យវាអស់ជាតិហឹរណាបងប្អូនដែលគាត់អត់ចេះញ៉ាំហឹរគឺថាធ្វើបែបនេះទៅគឺថាឆ្ងាញ់ហើយយើងហឹរដែរក៏ប៉ុន្តែហឹរតិចយើងអត់មានហឹរខ្លាំងដូចយើងដាក់ម្ទេសសុទ្ធទេយើងហាន់វាដាក់ត្រាំទឹកទៅវាអស់ហាគ្រាប់ហឹរវានៅសល់តែស្បអញ្ចឹងហើយយើងមើលទៅម្ហូបរបស់យើងហ្នឹងក៏មានសោភ័ណភាពល្អដែរហើយយើងងាស់វាឲ្យឆ្អឹងជំនីគោនឹងយើងផុយមកល្មមណាបងប្អូនបានយើងចាប់ផ្ដើមដួសវាដាក់ចានគឺថាម្ហូបរបស់យើងតែប៉ុណ្្នេះគឺឆ្អិននិយាយទៅឆាយើងឆាដូចសាច់មាន់សាច់អីដែរហ្នឹងណាបងប្អូនគាត់ថាប្លែកគឺថាយើងយកឆ្អឹងជំនីយើងមកឆាជាមួយនឹងក្រងបងប្អូនណាប្លែកហើយបន្ទាប់ពីយើងដួសដាក់ចានហើយយើងដាក់ខ្ទឹមស្លឹកខ្ទឹមយើងរោយពីលើទៅឃើញថាដោយម្ហូបតុកកាដែរណាបងប្អូនដោយម្ហូបហាងអញ្ចឹងណាតុបតែងមិនធម្មតាក៏ឃើញសម្រស់ហ្នឹងក៏ចង់ញ៉ាំឲ្យឆ្ងាញ់បងប្អូនរសជាតិឆ្ងាញ់ណារសជាតិដិតណាជាតិឆ្ងាញ់មែនតើខ្ញុំញ៉ាំអស់មកចានណាបងប្អូនឆ្ងាញ់ហើយមើលតែរូបរាងហ្នឹងក៏ដឹងដែរហើយបន្ទាប់ពីយើងឆាឆ្អឹងជំនីក្រងយើងរួចហើយយើងបានធ្វើម្ហូបមួយមុខទៀតដែរគឺថាដុតមាន់បងប្អូនដុតមាន់នេះគឺថាអត់មានគ្រឿងគ្រើអីច្រើនទេណាបងប្អូនយើងប្រឡាក់មាន់ធម្មតាមួយទឹកស៊ីវរ៉ូឌីប្រេងខ្យងស្ករបន្តិចអីបន្តិចមកបងប្អូនហើយកុំភ្លេចគល់ស្លឹកគ្រៃគឺថាយើងយកវាទៅដុតជាមួយប្រេងឆាណាខ្លាញ់ណាហើយដុតមាន់នេះដែរយើងត្រូវការប្រើប្រេងឆារឿងច្រើនដោយសារយើងត្រូវការវាស្រួយក្រហមណាអត់ដូចយើងដុតជាមួយសញ្ញងជ័យឬក៏ស្ពៃក្តៅទៅទេហើយយើងដុតវាបំពងវាក្រហមហើយយើងប្រឡាក់គ្រឿងនេះយើងទុកអាប់មាន់យើងប្រហែល5នាទីទៅដើម្បីវាចូលជាតិយើងដាក់ឆ្នាំងរបស់យើងដាក់ឆ្នាំងរបស់យើងឲ្យក្តៅហើយយើងចាប់ផ្ដើមដាក់ប្រេងឆាចូលបងប្អូនប្រេងឆាហ្នឹងយើងដាក់ឲ្យច្រើនបន្តិចណាដើម្បីឲ្យមាន់របស់យើងនឹងវាស្រួយល្អហើយដុតមាន់នេះដែរបងប្អូនដែលចេះធ្វើម្ហូបក៏គាត់ចេះធ្វើដែរមើលតែវីដេអូនេះទៅគឺថាស្រួលតែម្ដងបងប្អូនអត់មានអីស្មុគស្មាញដូចយើងដុតមាន់មួយសញ្ញងជេជាមួយអីទេប្រឡាក់តែគ្រឿងមាន់ហើយគឺថាដាក់ប្រេងឆាដាក់ក្នុងឆ្នាំងអបវាទុកហើយទឹកដែលយើងប្រឡាក់មាន់ដែលវានៅសល់ហ្នឹងគឺថាយើងចាក់ចូលគ្នាឲ្យវាមានជាតិណាបងប្អូនដាក់ដុតជាមួយគ្នាទៅ
ហើយឥឡូវឃើញថាមាន់របស់យើងហ្នឹងឆ្អិនមួយខាងហើយយើងប្រែយើងត្រឡប់វាមួយខាងទៀតដើម្បីឲ្យសាច់មាន់របស់យើងហ្នឹងក្រហមល្អបងប្អូនទីទៅយើងដាក់វាម្ដង5នាទីទៅយើងបើកឆ្នាំងមើលម្ដងណាម្ដង5នាទីមកមើលទៅគឺថាវាស្រួយល្មមខ្ញុំយើងប្រែវាទីក្រានបាយគឺថាធម្មជាតិពិតបងប្អូនហើយឥឡូវឃើញថាមាន់របស់យើងនឹងបានឆ្អិនហើយបងប្អូនអត់វាទុកដល់20នាទីអញ្ចឹងណាយើងប្រែអាសាប្រែវាណាបងប្អូនកុំទុកវាចោលខ្លាច់ខ្លោចអញ្ចឹងហើយឃើញថាមាន់របស់យើងនឹងសម្រស់ក៏ស្អាតសាច់នឹងក៏ក្រហមល្អហើយឆ្អិនល្អហើយមាន់នេះគឺមាន់ស្រែ 100% ឆ្ងាញ់ជាតិតែម្ដងបងប្អូនតែប៉ុណ្្នឹងទេបងប្អូនហ្នឹងហើយម្ហូបពីរមុខរបស់យើងក៏បានចប់ហើយបងប្អូនកុំភ្លេចតាមដានទស្សនាវីដេអូនេះរហូតដល់ចប់នឹងចេះវិធីធ្វើម្ហូបថ្មីៗហ្នឹងហើយអរគុណសុខសប្បាយជម្រាបលាបាយបាយ